ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើស៊ុបមាន់ខ្មៅចាអញ្ចឹងជាបន្តទៀតមកមើលពីរបៀបដែលខ្ញុំធ្វើអញ្ចឹងដំបូងគឺខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំដាក់មាន់ចូលណាចាហើយបន្ទាប់មកខ្ញុំត្រូវចាំរហូតដល់ទឹកនឹងយើងពុះបន្តិចបានខ្ញុំស្រង់មាន់ចេញខ្ញុំធ្វើរបៀបនេះគឺដើម្បីកុំឲ្យមាន់ហ្នឹងវាធំក្លិនឆ្អាបអញ្ចឹងយើងស្រុះទឹកក្តៅវាសិនចាអញ្ចឹងជាបន្ទាប់នេះគឺខ្ញុំស្រង់មាន់ចេញសិនអញ្ចឹងហើយយើងទុកមួយលើសិនទៅណាហើយបន្ទាប់មកយើងយកឆ្នាំងឲ្យដាក់ប្រេងអូលីវអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំដាក់ខ្ញីហើយនឹងមើមខ្ទឹមសហើយខ្ញុំលីងឲ្យវាមានក្លិនឈ្ងុយហើយវាពណ៌រៀងក្រហមតិចបងប្អូនហើយបន្ទាប់មកទៀតខ្ញុំនឹងចាក់ទឹកចូលចាក់ទឹកមកល្មមទៅណាចាអញ្ចឹងជាបន្ទាប់ទៀតខ្ញុំដាក់គ្រឿងក្រៅចូលហើយមានការ៉ុតផងដែរអញ្ចឹងតកតងទៅនឹងការធ្វើស៊ុបមាន់ខ្មៅនេះគឺខ្ញុំសាកល្បងធ្វើណាបងប្អូនហើយមាន់ខ្មៅនេះគឺខ្ញុំទិញនៅផ្សារជីបម៉ុងអញ្ចឹងគេមានប្រអប់គេអញ្ចឹងមានមាន់ហើយមានគ្រឿងគេដាក់នៅនឹងក្នុងនឹងស្រាប់ណាហើយយើងយកមកលាងទឹកឲ្យស្អាតអញ្ចឹងទៅណាចាមិញនេះគឺខ្ញុំដាក់ទឹកត្រីចូលបន្តិចទៅហើយបន្ទាប់មកទៀតខ្ញុំនឹងដាក់នេះម្សៅស៊ុបចាហើយបន្តមកទៀតខ្ញុំដាក់ស្ករសចូលចានេះស្ករសហើយបន្តទៀតគឺខ្ញុំដាក់មាន់ខ្មៅដែលខ្ញុំបានស្រុះទឹកក្តៅហើយហ្នឹងបងប្អូននេះមាន់ពីរហ្នឹងដាក់ចូលទៅហើយបន្តមកខ្ញុំត្រូវរងាស់ហ្នឹងគឺរងាស់មួយស្ទុះធំបងប្អូនដោយសារតែវាក្រផុយបន្លែអីគេយើងដាក់ហ្នឹងក៏ផុយដែរអញ្ចឹងយើងរងាស់មួយស្ទុះដែរមួយស្ទុះធំឥឡូវនេះគឺខ្ញុំដាក់គល់ខ្ទឹមចូលទៅហើយឲ្យវាមានក្លិនឈ្ងុយបន្ថែមទៀតណាហើយបន្តទៅទៀតគឺខ្ញុំត្រូវគ្របចាខ្ញុំគ្របគម្របហ្នឹងអត់ឲ្យចេះទេខ្ញុំទុកចំហបន្តិចចឹងណាចាទុកដល់ពុះឥឡូវពុះហើយយើង check មើលសាច់មាន់នឹងផុយហ្នឹងយើងអាចញ៉ាំបានហើយស្រួលធ្វើទេសម្រាប់ស៊ុបមាន់ខ្មៅចាយើង check មើលទៅបើសាច់មាន់នឹងផុយហើយបន្លែទាំងអស់នឹងផុយហើយគឺឆ្អិនហើយឥឡូវបន្តទៀតនេះគឺខ្ញុំដាក់ជីវ៉ាន់ស៊ុយចូលចុងក្រោយបងប្អូនចាប៉ុណ្ណឹងស្រួលធ្វើស៊ុបមាន់ខ្មៅហើយខ្ញុំសូមលាបងប្អូនត្រឹមប៉ុណ្ណេះសិនជួបគ្នានៅវីដេអូជាបន្តទៀតចាអរគុណច្រើនហើយបើសិនជាមានការខុសឆ្គងត្រង់ណាសូមអភ័យទោសផងចាអរគុណ